ការចុះផ្លាកែតវាមានមូលហេតុច្រើនវាមិនមែនថាមកពីមេរោគថ្លើមបេតែមួយមុខដែលធ្វើឲ្យចុះផ្លាកែតទេក៏ប៉ុន្តែនៅក្នុងចំណោមមូលហេតុដែលធ្វើឲ្យចុះផ្លាកែតវាមាននៅក្នុងជំងឺថ្លើមបេដែលថ្លើមនោះវាក្រិនដែលថ្លើមនោះវាក្រិនគឺវាអាចឲ្យចុះផ្លាកែតដែរតែមូលហេតុដែលឲ្យចុះផ្លាកែតវាមានក្រៅពីថ្លើមដែរអ្នកដែលមានបញ្ហាពាក់ព័ន្ធជាមួយខួរឆ្អឹងជំងឺឈាមអ្នកដែលមានបញ្ហាជំងឺផ្សេងជាច្រើនទៀតវីរុសផ្សេងជាច្រើនទៀតក៏អាចធ្វើឲ្យមានការចុះផ្លាកែតដែរតែបើសិនជាសួរខ្ញុំពាក់ព័ន្ធជាមួយថ្លើមបេឲ្យចុះផ្លាកែតគ្រោះថ្នាក់ដែរឬទេយើងត្រូវវិភាគថាតើណែការចុះផ្លាកែតនោះដោយសារមេរោគថ្លើមបេបង្កឲ្យថ្លើមយើងនឹងមានការខូចខាតវិវត្តដែរឬទេបើសិនជាថ្លើមយើងមើលទៅពុំមានក្រិនទេថ្លើមយើងនៅល្អសាច់ថ្លើមអីអត់មានបញ្ហាអីទេការចុះផ្លាកែតនោះមិនមែនមកពីមេរោគថ្លើមបេបង្កឲ្យថ្លើមនោះមានបញ្ហារហូតដល់ប៉ះពាល់ដល់ការផលិតផ្លាកែតទេអញ្ចឹងណាបាទអញ្ចឹងយើងត្រូវស្រាវជ្រាវរកបញ្ហាផ្សេងក្រៅថ្លើមនៅក្នុងការចុះផ្លាកែតក្នុងជំងឺថ្លើមវាមិនមែនតែថ្លើមបេតែមួយមុខទេគឺមូលហេតុគឺពាក់ព័ន្ធជាមួយថ្លើមនឹងវាក្រិនថ្លើមក្រិនវាបដាឲ្យចុះផ្លាកែតដោយសារមូលហេតុ2ទី1ណែដោយសារសម្ពាធនៅខាងក្នុងថ្លើមវាមិនអាចឲ្យចរន្តឈាមយើងឆ្លងកាត់បានស្រួលអញ្ចឹងចរន្តឈាមទាំងអស់ត្រូវច្រាលចូលទៅក្នុងដង្ហើមនិងមួយចំនួនប៉ោងឡើងទៅលើសរសៃបំពង់អាហារយើងកាពះវាអាចឲ្យប៉ោងគេហៅ varis ហើយវាច្រាចូលក្នុងថ្លើមចូលក្នុងដង្ហើមវាធ្វើឲ្យដង្ហើមរីកពេលនោះវា filtrate ពួកផ្លាកែតហ្នឹងដោយសារផ្លាកែតហ្នឹងវាតូចល្អិតវា fit ចូលទៅក្នុងដង្ហើមហ្នឹងផ្ទុកផ្លាកែតនៅខាងក្នុងហ្នឹងធ្វើឲ្យផ្លាកែតហ្នឹងចុះទៀតហើយទី2ដោយសារតែថ្លើមយើងវាមានតួនាទីមួយដែរក្នុងការផលិតនៅប្រូតេអ៊ីនមួយឈ្មោះថា thrombopoietin ហ្នឹងវាគឺជាប្រូតេអ៊ីនដែលយកទៅសំយោគនៅខួរឆ្អឹងដើម្បីឲ្យផលិតផ្លាកែតក្នុងការផលិតផ្លាកែតអញ្ចឹងកាលណាថ្លើមក្រិនចង់មិនចង់ថ្លើមហ្នឹងវាធ្លាក់ចុះនៅមុខងារហើយការផលិតការសំយោគ function synthetic function metabolic function គឺវាធ្លាក់ចុះហើយអញ្ចឹងការបញ្ចេញនៅ hormone thrombopoietin ហ្នឹងក៏អត់បានល្អដែរអញ្ចឹងវាធ្វើឲ្យផ្លាកែតហ្នឹងចុះដែរអញ្ចឹងចុះនៅក្នុងជំងឺថ្លើមគឺដោយសារមូលហេតុ2ហ្នឹងអញ្ចឹងយើងត្រូវសួរត្រឡប់ទៅវិញថាតើថ្លើមបេយើងនឹងមានក្រិនអត់បើថ្លើមបេនឹងមានក្រិនអាចបដាមកពីមូលហេតុ2ហ្នឹងហើយមានដង្ហើមរីកដោយសារតែចរន្តឈាមឆ្លងកាត់ថ្លើមឲ្យបានល្អច្រាលបុកទៅដង្ហើមអាចមានប៉ោងសរសៃឈាមនៅតាមកាពះបំពង់អាហារអាចប្រឈមមួយការហូរឈាមហើយពាក់ព័ន្ធជាមួយកម្លាំងថ្លើមខ្សោយផលិត thrombopoietin ឲ្យបានល្អក្នុងការយកទៅផលិតផ្លាកែតអញ្ចឹងវាជាមូលហេតុបដាមកពីថ្លើមអានេះខ្ញុំអត់និយាយពីមូលហេតុក្រៅថ្លើមទេមូលហេតុក្រៅថ្លើមរឿងខួរឆ្អឹងរឿងជំងឺឈាមរឿងបញ្ហាផ្សេងជាច្រើនទៀត Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់លោកអ្នក